ក្រុមប្រឆាំងហេតុបដកម្មទាមទារឲ្យលោកស្រីផែថងឋានចុះពីតំណែងនៅថ្ងៃសៅរ៍នេះក្រុមអ្នកប្រឆាំងប្រទេសថៃដែលមកពីច្រើននិន្នាការនយោបាយបានហេតុបដកម្មយ៉ាងកក្រឹកកក្រែងដើម្បីទាមទារឲ្យលោកស្រីនាយករដ្ឋមន្ត្រីថៃផែថងឋានចុះពីតំណែងពួកគេជួបជុំគ្នានៅវិមានជ័យជំនះស្ថានភាពវិវត្តថ្មីនេះបានកើតឡើងទន្ទឹមនឹងពេលដែលនយោបាយផ្ទៃក្នុងរបស់ប្រទេសថៃកំពុងតែរង្គោះរង្គើយ៉ាងខ្លាំងផងដែរនេះគឺជាការហេតុបដកម្មដ៏ធំបំផុតប្រឆាំងជាមួយនឹងរដ្ឋាភិបាលដឹកនាំដោយគណៈបកភឿថៃចាប់តាំងពីគណៈបកនេះកាន់អំណាចកាលពីឆ្នាំ2023យ៉ាងទៀតនេះគឺជាការដាក់សម្ពាធយ៉ាងខ្លាំងទៅលើលោកស្រីផែថងឋានតាមពិតបញ្ហាផ្ទៃក្នុងបានកើតឡើងជាបណ្ដាចាប់តាំងពីពេលនេះតទៅអ្វីត្បិតលោកស្រីផែថងឋានជាមនុស្សពូកែរកស៊ីរហូតមានទ្រព្យសម្បត្តិ$400 លានក្នុងវ័យ38ឆ្នាំនិងមានសញ្ញាបត្រអនុបណ្ឌិតវិទ្យាសាស្ត្រនយោបាយប៉ុន្តែប៉ុណ្ណឹងមិនគ្រប់គ្រាន់ទេលោកស្រីនៅក្មេងខ្ចីខាងនយោបាយនិងការដឹកនាំរដ្ឋការធ្វើនយោបាយទាមទារឲ្យចេះច្រើនណាស់តាំងពីតតិចយុទ្ធសាស្ត្រនិងល្បិចកិច្ចកលយ៉ាងប៉ិនប្រសប់ទើបអាចទៅរួចប្រភពខ្លះថាលោកស្រីអសមត្ថភាពក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិការធ្វើឲ្យមានឯកភាពផ្ទៃក្នុងចំណោមគណៈបកនយោបាយនានាក្នុងរដ្ឋាភិបាលចម្រុះជាមួយគ្នាតាមមើលទៅកៅអីនាយករដ្ឋមន្ត្រីរបស់លោកស្រីផែថងឋានមិនដឹងថាអាចរក្សានៅគង់វង្សរហូតដល់ពេលណាត្បិតអីនៅខែកក្កដាខាងមុខនេះអាចនឹងមានការដាក់ញត្តិទៅរដ្ឋសភាដើម្បីកោះប្រជុំដកសេចក្តីទុកចិត្តលើលោកស្រីក្រឡេកមើលទៅទស្សនវិជ្ជានៃវិមានជ័យជំនះវិញម្ដងគេឃើញថាហ្វូងបាតកោក្រវីទង់ជាតិឡើងលើអាកាសដើម្បីប្រឆាំងទៅនឹងលោកស្រីផែថងឋានអ្នកខ្លះកាន់បដាដាក់សញ្ញាខ្វែងលើមុខលោកស្រីចលនាបាតកម្មនេះរៀបចំដោយក្រុមដែលហៅខ្លួនឯងថារួមកម្លាំងការពារអធិបតេយ្យដែលប្រមូលផ្ដុំដោយក្រុមអ្នកជាតិនិយមប្រឆាំងនឹងរដ្ឋាភិបាលដែលនាំឲ្យត្រកូលស៊ីនវត្រាអស់រយៈពេល2ទសវត្សរ៍មកហើយវិបត្តិនយោបាយនៅពេលនេះនឹងអាចប៉ះពាល់យ៉ាងខ្លាំងចំពោះស្ថានភាពសេដ្ឋកិច្ចថៃដែលកំពុងតែដើរធាក់ថយក្រោយស្រាប់ទៅហើយនោះដោយសារសង្គ្រាមពាណិជ្ជកម្មនៃប្រទេសមហាអំណាចនិងកត្តាផ្សេងទៀតប្រតិកម្មឆ្លើយតបទៅនឹងបដកម្មនេះលោកស្រីផែថងឋានថ្លែងថាលោកស្រីមិនចាប់អារម្មណ៍ទេលោកស្រីបានប្រាប់ឲ្យអាជ្ញាធរធានាថាការប្រមូលផ្ដុំគ្នានេះធ្វើឡើងដោយសន្តិវិធីលោកស្រីថ្លែងថានេះគឺជាសិទ្ធិបញ្ចេញមតិរបស់មនុស្សគ្រប់រូបដូច្នេះលោកស្រីមិនត្រូវការវិធានការតបតទេសប្តាហ៍ថ្ងៃនេះរដ្ឋាភិបាលរបស់លោកស្រីផែថងឋានហាក់ដូចជាមិនសូវរឹងមាំប៉ុន្មានឡើយបន្ទាប់ពីគណៈបកភូមិចែកថៃរបស់លោកអនុទិនប្រកាសដកខ្លួនធ្វើជាគណៈបកប្រឆាំងវិញម្ដងរដ្ឋាភិបាលរបស់លោកស្រីផែថងឋានប្រឈមនឹងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅពេលរដ្ឋសភាបើកសម័យប្រជុំនៅសប្តាហ៍ក្រោយខាងលើនេះគឺជាការដកស្រង់ប្រភពពីទីភ្នាក់ងារសារព័ត៌មាន Reuters និងប្រភពដទៃទៀតសូមអរគុណសម្រាប់ការទស្សនាចំពោះបងប្អូនដែលថ្មីសូមចុច Subscribe ដើម្បីទទួលបាននូវវីដេអូព័ត៌មានប្រចាំថ្ងៃសូមអរគុណ